ខ្ញុំរៀបសួរពុកម៉ែបងប្អូនព្រឹកនេះដែរថ្ងៃទី5ខែ1 2026ឃើញថាហាងឆេងដលងមីរបស់យើងប្រភេទដលងដែលវាអត់ស្ងួតដាច់ល្អតម្លៃគឺម៉ាក់លីហេងទិញធ្លាក់ណាអ៊ំពូមីងដោយសារមួយរយៈនេះគឺនៅវៀតណាមគឺគាត់ទិញរើសស្ងួតខ្លាំងដលងយើងទោះបីជាហាលក៏ដោយក៏នៅតែគិតថាស្ទើរស្ងួតដែរចែអ៊ំពូមីងទាំងអស់គ្នាតម្លៃទិញចូលថ្ងៃនេះអ្នកដែលធ្លាប់ម៉ាក់លីហេងទិញតម្លៃពេញ600កាលមុនគឺធ្លាក់នៅសល់ត្រឹមតែ58ទេអ៊ំពូមីង580ដោយសារហាងឆេងនៅវៀតណាមគឺធ្លាក់សម្រាប់ពុកម៉ែបងប្អូនដែលចង់បានតម្លៃពេញ58បងប្អូនត្រូវហាលឲ្យស្ងួតប៉ុន្តែបើចំពោះពុកម៉ែបងប្អូនអ្នកដែលហាលសើមស្ទើរស្ងួតតម្លៃទិញចូលគឺមើលទៅតាមជាក់ស្ដែងប៉ុន្តែថ្ងៃនេះគឺធ្លាក់ច្រើនលេខដោយសារនៅវៀតណាមគឺធ្លាក់ច្រើនលេខដែរចំពោះដលងមីរបស់យើងគឺសំខាន់ទៅលក់នៅវៀតណាមគឺគាត់ពិបាកក្នុងការរកម៉ួយលក់ដោយសារស្ទះលុយបើសិនជាម៉ាក់លីហេងទិញអត់អីទេគ្រាន់តែថារើសដលងបន្តិចដោយសារអ៊ំពូមីងហាលដេញស្រាប់អីអ្នកខ្លះទៅហាលបានស្ងួតអ្នកខ្លះទៅហាលគឺភាគច្រើនគឺនៅមានឆាវហុយផ្សេងចាឲ្យតម្លៃដលងនេះគឺទិញចូលរាល់ថ្ងៃប៉ុន្តែមើលទៅតាមជាក់ស្ដែងជាមួយនឹងពើមានលំអិតអ៊ំពូមីងចង់ដេញអ្វីដែលថ្មីអាចទេចូលក្នុងលេខរបស់ម៉ាក់លីហេងបានចំពោះមួយលើលៀនដូចគ្នាតម្លៃកាត់គឺធ្លាក់ខ្លាំងដូចគ្នាបើមានដលងកាត់ដលងស្ងួតអាចទេចូលលេខម៉ាក់លីហេងបានដូចគ្នា